ចិញ្ចឹមកូនត្រីក្រឹមអត់ឃើញធំធាត់មែនទេបាទឥឡូវនេះខ្ញុំជក់មកធុងដូចគ្នាបងប្អូនចិញ្ចឹមទៅអត់ឃើញធំអីសោះបងប្អូនហើយយើងមើលទៅដូចរៀងទលាយដែរបាទធុងខៀវៗនេះគឺចំណុះវា100លីត្រជាងហើយខ្ញុំដាក់ទឹកអត់ពេញទេអញ្ចឹងយើងគិតថា100លីត្រណាបាទហើយខ្ញុំមើលទៅឃើញវាធំខ្លះដែរប៉ុន្តែអត់ស្មើគ្នាមានអាធំទៅ3 4គ្រាប់ក្បាលសបុកទៅបន្ទាប់មកអាធុនកដាលហ្នឹងរៀងច្រើនទៅហើយវាហួសចិត្តហ្នឹងមានមួយចំនួនហ្នឹងទូចដោយអាកូនត្រីអាយុ20ថ្ងៃអញ្ចឹងតែជាក់ស្ដែងឥឡូវវា2ខែជាងហើយបងប្អូនអញ្ចឹងហើយថ្ងៃនេះមកលាងធុងបាទយើងបហូរទឹកលាងធុងមើលតើវាយ៉ាងម៉េចបានវាមិនព្រមធំអញ្ចឹងបហូរទឹកចេញរួចរាល់បងប្អូនដល់ពេលអញ្ចឹងច្រើនគួរសមដល់ពេលទឹកពេញមើលទៅដូចជាមិនគួរឲ្យចង្អៀតទេប៉ុន្តែដល់ពេលនៅបាតធុងអញ្ចឹងឃើញថារៀងខាប់ដែរអញ្ចឹងចង់ដឹងថាជាក់ស្ដែងប្រហែលប្រមាណ100កូនអញ្ចឹងខ្ញុំរាប់សិននឹងបង្ហាញចំនួនជូនបងប្អូនតើប៉ុននេះ100កូនហ្នឹងវាសមជាមួយទឹកមួយធុង100លីត្រនឹងអត់ហើយវាជាបញ្ហាដែលធ្វើឲ្យកូនត្រីមិនធំមែនដែរឬទេមកឈឺយកេះបងប្អូនអើយឃើញមើលទៅដូចរៀងតិចដែរទេដល់រាប់ជាក់ស្ដែងបាទមិនច្បាស់លាស់ខ្លាំងទេលំដែរ300កូនជាងបងប្អូននេះខ្ញុំត្រៀម3ធុងត្រូវល្មមបាទអានោះអាត្រូវអានេះអាធុនកដាលអានេះអាទូចបាទ3ធុង1ធុងមិញហ្នឹងបែកបានជា3ធុងខ្ញុំសាកបែកតាមក្បួនដែលធ្លាប់ដឹងគឺចំណុះទឹក100លីត្របាទសម្រាប់ធុងដែលមានមាត់ធំអញ្ចឹង100លីត្រគេអាចដាក់ចន្លោះពី100ទៅ100ជាងកូនទេបាទអត់ដល់150ផងខ្លះគេដាក់ក្រោម100ទៀតឥឡូវពងសាកលបងតាមដោយសារតែពេលដែលខ្ញុំប្រកាត់ក្នុងធុងទូចដូចបងប្អូនបានឃើញវីដេអូប្រកាត់ខ្ញុំហើយក្រោយពីកូនចេះស៊ីចំណីយើងថែចំណីមួយថ្ងៃពីរខ្ញុំដាក់ចូលធុងខៀវនេះខ្ញុំថែចូលមួយខែជាងឬក៏មួយខែកន្លះតែឃើញកូនត្រីយើងឡើងខ្មៅអាចយើងបដូរទឹកបានបំបែកមួយចេញជា2ហើយដល់ពេលហើយថែអញ្ចឹងរហូតតទៅបាទថែមថយទឹកអីចឹងទៅហើយมันចាប់អារម្មណ៍ថាវាចង្អៀតខ្លាំងយើងមើលពីលើទៅយើងគិតថាតលាយបងប្អូនដល់ពេលចាប់រាប់ទៅបានដឹងថាលើសខ្លាំងតែម្ដងបើត្រឹមតែ200អីក៏វាអាចធំធាត់បានល្អដែរតែនេះវាចូល300ជាងហើយមួយធុងអញ្ចឹងមកជួរនេះ6ធុងបងប្អូនមកសបុកមួយសម្បុក6ធុងអញ្ចឹងមួយធុងវា100កូនជាងអាចនិយាយថាមកសបុកនេះបានជាង700បាទជាង700កូនហើយប៉ុន្តែមានមេមានឈ្មោះអត់បានបែកមេចេញណាបងប្អូនដោយសារតែវាទូចបែកអត់ទាន់កើតបាទប៉ុន្តែអែមដែរមកសបុកបាន700កូនអែមដែរមកសបុកបាន700កូនអែមដែរចំពោះបញ្ហាកូនត្រីរបស់យើងបាទចិញ្ចឹមមិនធំធាត់យើងមានចំណីគ្រប់គ្រាន់ហើយបាទយើងធ្វើការថែទាំទឹកបានត្រឹមត្រូវបានដិតដល់ហើយឃើញថាធំមិនល្អធំបដិបដាក់មានអាធំមានអាកដាលមានអាទូចអាខ្លះប្រពន្ធអា5 10ថ្ងៃប្រពន្ធអា20ថ្ងៃហើយអាយុ2ខែជាង3ខែហើយអញ្ចឹងបងប្អូនអាចសាកល្បងធ្វើដូចខ្ញុំបំបែកឲ្យកាន់តែទូលាយកាន់តែល្អក៏ប៉ុន្តែបើក្រោម100កូនកាន់តែល្អប៉ុន្តែខ្ញុំអត់មានធុងខ្ញុំអត់មានកន្លែងព្រាយបាទគ្រាន់តែមកសបុកអស់មកជួរបាត់ហើយបាទអស់6ធុងបាត់ហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នេះទេបាទហើយចែករំលែកបាទពីកត្តាដែលជំរុញឲ្យកូនត្រីរបស់យើងមិនធំហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអាចដោះស្រាយបញ្ហានេះឲ្យឆាប់ធំឆាប់បានលេងទាំងអស់គ្នា
បាទបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like ចុច subscribe channel របស់ខ្ញុំហើយកុំភ្លេច share ទៅកាន់បងប្អូនរបស់យើងផ្សេងៗទៀតដែលគាត់និយមចិញ្ចឹមត្រីក្រឹមកំសាន្តទាំងអស់គ្នាហើយមួយទៀតកុំភ្លេចចូលរួម comment ខាងក្រោមផងបាទបើសិនជាឃើញហើយពេញចិត្តជួយដាក់បេះដូងជួយដាក់ពាក្យពេញចិត្តអីចឹងណាជាកម្លាំងចិត្តឲ្យពូសេងបន្តទៅមុខទៀតបាទហើយបើសិនជាបងប្អូនមានចម្ងល់បន្ថែមតាក់ទងនឹងការចិញ្ចឹមត្រីក្រឹមការបង្កាត់ត្រីក្រឹមសូម comment នៅខាងក្រោមវីដេអូនេះមកខ្ញុំនឹងព្យាយាមឆ្លើយទៅតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបបាទអញ្ចឹងជាបញ្ចប់ពូសេងសូមជម្រាបលាជួបគ្នាជាមួយខ្ញុំនៅវីដេអូអំពីត្រីក្រឹមនាពេលបន្តទៀតជូនពរសុខសប្បាយទាំងអស់គ្នា Clouds move slow across the sky. Shadows stretch as time floats by. Footsteps soft on an endless street. Drift away.